កងទ័ពកម្ពុជាថៃបន្តជួបគ្នាក្រោមក្រសែភ្នែកអ្នកអង្កេតការអាស៊ានជជែកលើការកែសម្រួលអាវុធចេញពីតំបន់ជម្លោះឧត្តមមានជ័យនៅព្រឹកថ្ងៃសុក្រទី31ខែតុលាឆ្នាំ2025នេះកងទ័ពនៃយោធាភូមិភាគទី4របស់កម្ពុជានិងកងទ័ពនៃយោធាភូមិភាគ2របស់ថៃកម្រិតលេខាធិការដ្ឋានបានជួបជុំគ្នានៅច្រកព្រំដែនអូស្មាច់ខេត្តឧត្តរមានជ័យដែលជាច្រកព្រំដែនកម្ពុជាថៃកិច្ចប្រជុំនេះបានការអញ្ជើញចូលរួមពីសំណាក់អ្នកអង្កេតការអាស៊ានផងដែរយោងតាមព័ត៌មានបានឲ្យដឹងថាក្រៅពីការប្រជុំរវាងលេខាធិការដ្ឋាននាព្រឹកនេះហើយនៅពេលរសៀលអាចនឹងមានការប្រជុំកម្រិតមេភូមិភាគផងដែរកិច្ចប្រជុំនេះនឹងជជែកផ្ដោតជាសំខាន់លើការកែសម្រួលអាវុធធុនធ្ងន់នៃប្រទេសទាំងពីរចេញពីតំបន់ជម្លោះរវាងគ្នាកិច្ចប្រជុំនេះធ្វើឡើងស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃកាលពីថ្ងៃទី26ខែតុលានៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាលោកអនុទីនច័ន្ទវីរៈគុលនាយករដ្ឋមន្ត្រីថៃលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកនិងលោកអាន់វ៉ាអ៊ីហ្វ្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ាន